នីតិសុខភាពចាលោកនាងជាទីមេត្រីអាការៈឈឺក្បាលគឺជាបញ្ហាមួយដែលមនុស្សទូទាំងពិភពលោកជួបប្រទះរាល់ថ្ងៃកាលពីសប្តាហ៍មុនគ្រូពេទ្យជំនាញខាងសរសៃប្រសាទបានដឹងថាបញ្ហាឈឺក្បាលមានច្រើនសន្តានហើយក៏មានកត្តាមូលហេតុផ្សេងៗគ្នាផងដែរនៅក្នុងនីតិសុខភាពសប្តាហ៍នេះលោកលេងម៉ាលីមានតក្រិវិការអំពីទីតាំងនៃបញ្ហាឈឺក្បាលនិងចំណោទថាតើអាការៈឈឺក្បាលនោះអាចគ្រោះថ្នាក់ដល់ជីវិតដែរឬទេគ្រូពេទ្យឯកទេសខាងវះកាត់សរសៃប្រសាទនៃមន្ទីរពេទ្យឈ្មោះ Sunrise ជប៉ុនលោកវិជ្ជបណ្ឌិត Yoshifumi Hayashi ពន្យល់ថារចនាសម្ព័ន្ធក្បាលគឺរាប់បញ្ចូលទាំងមុខនិងកផងលោកថាជារួមការឈឺចាប់នៅផ្នែកណាមួយនៃទីតាំងទាំងនេះសុទ្ធតែរាប់ថាឈឺក្បាលដែរ So headache it means head pain but ឈឺក្បាលមិនមែនថានៅតែមួយចំណុចណាមួយនៅក្នុងខួរក្បាលឬក៏នៅទីណាទេជំងឺខួរក្បាលគឺកើតឡើងនៅលើក្បាលមុខកញ្ចឹងកហើយនឹងខួរក្បាលនិងរលាកក្បាលទាំងអស់ហ្នឹងឲ្យឈ្មោះថារលាកជំងឺឈឺក្បាលវាអាចឈឺនៅចំណុចណាមួយតើអាការៈឈឺក្បាលកន្លែងណាឬប្រភេទណាដែលជាប្រភេទគ្រោះថ្នាក់លោកវិជ្ជបណ្ឌិតមានប្រសាសន៍ថាដើម្បីចង់ដឹងថាអាការៈឈឺក្បាលណាមួយជាប្រភេទឈឺក្បាលគ្រោះថ្នាក់គ្រូពេទ្យនឹងគិតអំពីស្ថានភាពនៃការឈឺក្បាលនោះថាតើកើតឡើងដោយរបៀបណានិងមានអាការៈឬរោគសញ្ញាអ្វីខ្លះលោកថាការឈឺក្បាលមានច្រើនប្រភេទនិងក្នុងករណីខុសៗគ្នាប្រភេទទី1គឺករណីឈឺក្បាលក្រោយការប៉ះទង្គិចដូចជាការដួលការវាយឬរបស់រឹងអ្វីមួយធ្លាក់ត្រូវក្បាលករណីបែបនេះគឺអ្នកជំងឺមានអាការៈឬរោគសញ្ញាធ្ងន់ក្បាល I think everybody has the experience of headache after trauma តើលោកនាងធ្លាប់ប៉ះទង្គិចខួរក្បាលដែរទេ The character of headache is ឈឺក្បាលដែលកើតឡើងដោយសារតែការវាយត្រូវឬក៏ដោយសារតែអ្វីមួយធ្លាក់ត្រូវអាហ្នឹងគេឲ្យឈ្មោះថារបួសនៅលើក្បាល And also sometimes you have vomiting ការឈឺក្បាលបន្ទាប់ពីត្រូវរបួសក្បាលហ្នឹងពេលខ្លះអ្នកជំងឺអាចមានក្អួតបាត់បង់ការចងចាំហើយនឹងក៏អាចបាត់បង់ស្មារតីប៉ុន្តែរោគសញ្ញាទាំងអស់ហ្នឹងអាចល្អឡើងវិញលោកវិជ្ជបណ្ឌិតថ្លែងថាករណីនេះគឺយើងធ្លាប់ជួបប្រទះគ្រប់គ្នាលោកហៅឈ្មោះនៃការប៉ះទង្គិចនេះថាក្រឡកខួរឬហៅជាភាសាអង់គ្លេសថា concussion The cause is brain shaking ការក្រឡកខួរហ្នឹងគឺកើតឡើងដោយសារតែខួរក្បាលយើងវាទង្គិចទៅវាក្រឡកប៉ុន្តែវាអត់មានធ្វើឲ្យខួរក្បាលហ្នឹងខូចខ្ទេចខ្ទាត់ទេការឈឺចាប់នោះវាគ្រាន់តែពន្យាពេលក្នុងរយៈពេលពី2ទៅ3ថ្ងៃវានឹងជាឡើងវិញដោយខ្លួនឯង So if that happens just take a rest ដូច្នេះហើយរបៀបក្នុងការព្យាបាលការក្រឡកខួរក្បាលហ្នឹងគ្រាន់តែឲ្យអ្នកជំងឺហ្នឹងសម្រាកគ្រាន់តែសម្រាកបន្តទៀតហ្នឹងកុំឲ្យហាត់កីឡាឬក៏កុំឲ្យធ្វើការធ្ងន់នៅពេលនោះគឺអាចជាទៅវិញដោយខ្លួនឯងលោកវិជ្ជបណ្ឌិតបញ្ជាក់បន្ថែមថាអាការៈឈឺក្បាលក្នុងករណីប៉ះទង្គិចដែលមានស្ថានភាពនិងរោគសញ្ញាបែបនេះគឺមិនគ្រោះថ្នាក់ទេក៏ប៉ុន្តែបើសិនជាករណីដដែលនេះមានអាការៈឬរោគសញ្ញាផ្សេងបន្ថែមទៀតដូចជាការបាត់បង់ស្មារតីហាក់ដូចជាដេកលក់ឬពេលក្តិចទៅមិនឈឺ So this is a symptom of damaging brain សញ្ញាហ្នឹងហើយគឺជាសញ្ញាដែលបានន័យថាវាប៉ះពាល់ដល់ខួរក្បាល So after trauma if there is these kind of symptoms សញ្ញាទាំងនេះបញ្ជាក់ប្រាប់ថាវាជាសញ្ញាមួយគ្រោះថ្នាក់វាអាចនឹងហូរឈាមនៅតំបន់ជុំវិញក្បាលយើងបើមិនជាមានសញ្ញាដូចទាំង3ខាងលើដែលគាត់និយាយហ្នឹងគួរតែបញ្ជូនអ្នកជំងឺហ្នឹងទៅមន្ទីរពេទ្យឬក៏ពេលខ្លះទៀតព្រោះអ្នកជំងឺហ្នឹងអាចត្រូវការវះកាត់សង្គ្រោះបន្ទាន់ដើម្បីសង្គ្រោះជីវិតគាត់រីឯករណីឈឺក្បាលមួយប្រភេទទៀតគឺមានលាយដោយក្តៅខ្លួនផងលក្ខណៈឈឺក្បាលបែបនេះបន្ទាប់ពីមានការប៉ះទង្គិចដូចគ្នាហើយឈឺខ្លាំងជួនកាលអ្នកជំងឺអាចមានក្អួតទៀតផង Usually it is an infection around the skull គាត់ថាសញ្ញាទាំងអស់ហ្នឹងបញ្ជាក់ថាបើសិនជាមានក្តៅខ្លួនអញ្ចឹងគាត់ថាប្រហែលជាមានរលាកនៅតំបន់ណាមួយជុំវិញរលាកក្បាលបាទតំបន់រលាកនោះទី1គឺអាចរលាកនៅច្រមុះគឺអាចធ្វើឲ្យយើងឈឺក្បាលដែរហើយនៅពេលរលាកច្រមុះហ្នឹងគឺយើងអាចឈឺនៅជុំវិញផ្ទៃមុខយើងហ្នឹងព្រោះច្រមុះយើងវាមានចំណុចចោះអញ្ចឹងមែនហើយអាការៈរោគនោះគឺអាចគ្រាន់តែជាហូរសម្បោរឬក៏តឹងច្រមុះក្រៅពីបញ្ហារលាកនៅប្រហោងឆ្អឹងម្ដុំច្រមុះនេះក៏អាចមានបញ្ហារលាកនៅត្រចៀកដែរបញ្ហារលាកត្រចៀកគឺមានរោគសញ្ញាឈឺនៅក្នុងត្រចៀកហើយអាចមានហូរខ្ទុះឬទឹករងាយពីត្រចៀកនោះលោកវិជ្ជបណ្ឌិតថាយេស៊ីមានប្រសាសន៍ថាអាការៈនៃការរលាកច្រមុះ
នឹងត្រចៀកបែបនេះមិនមែនជាលក្ខណៈធ្ងន់ធ្ងរទេលើកលែងតែមានរោគសញ្ញាបញ្ជាក់បន្ថែមទៀតថាមានការប៉ះពាល់ដល់ខួរក្បាល So this time, if the symptom is not so severe, maybe take a rest or រោគសញ្ញាទាំងអស់ហ្នឹងមិនជាធ្ងន់ធ្ងរទេបើសិនជាគាត់សម្រាប់ពី2ដល់3ថ្ងៃទៅវាអាចជាទៅវិញប៉ុន្តែបើសិនជាសម្រាប់ក្នុងរយៈពេល2ដល់3ថ្ងៃហ្នឹងជំងឺនឹងអត់ជាទេនៅតែឈឺអញ្ចឹងគាត់គិតថាប្រហែលជាត្រូវទៅមន្ទីរពេទ្យដែរហើយមន្ទីរពេទ្យគេនឹងអាចប្រើថ្នាំផ្សះដើម្បីសម្លាប់មេរោគទាំងអស់ហ្នឹងដែលវារលាក មានអាការៈឈឺក្បាលមួយប្រភេទទៀតត្រូវបានលោកវេជ្ជបណ្ឌិតពន្យល់ថាបណ្ដាលមកពីការរលាកនៅជុំវិញសំណុំខួរក្បាលការឈឺក្បាលនេះមានរោគសញ្ញាដូចជាសន្លប់អត់ដឹងខ្លួនពិបាកលើកដៃនិងជើងឬខ្សោយមួយចំហៀងខ្លួនហើយពិបាកនិយាយរោគសញ្ញាទាំងនេះគឺទាក់ទងនឹងការរលាកនៅជុំវិញខួរក្បាលដែលហៅថាជំងឺរលាកស្រោមខួរ and this is an emergency case. So at that time, if it happens, please bring that person to the hospital. រលាកស្រោមខួរគឺជាជំងឺមួយដែលត្រូវសង្គ្រោះបន្ទាន់បើមានរោគសញ្ញានេះហើយយើងសង្ស័យថារលាកស្រោមខួរសូមបញ្ជូនទៅមន្ទីរពេទ្យដើម្បីគ្រូពេទ្យគេនឹងព្យាបាលដោយប្រើថ្នាំផ្សះ លោកវេជ្ជបណ្ឌិតហាយាស៊ីថ្លែងថាជំងឺរលាកស្រោមខួរបច្ចុប្បន្នអាចការពារកុំឲ្យកើតបានដោយការចាក់ថ្នាំបង្ការ Two vaccines for prevention of meningitis. វ៉ាក់សាំងពីរប្រភេទដែលគេប្រើសម្រាប់ការពារជំងឺរលាកស្រោមខួរថ្នាំប្រភេទទី1គឺថ្នាំ Flumovac ថ្នាំទី2គឺថ្នាំ HIP បើសិនជាយើងប្រើថ្នាំវ៉ាក់សាំងនឹងការពារទុកជាមុនចំពោះជំងឺរលាកខួរក្បាលវាអាចជួយបានរហូតដល់ 90% លោកវេជ្ជបណ្ឌិតហាយាស៊ីមានប្រសាសន៍ទៀតថាទារកនិងកុមារប្រឈមមុខខ្លាំងនឹងជំងឺរលាកស្រោមខួរដូច្នេះលោកណែនាំឲ្យឪពុកម្ដាយយកកូនទៅចាក់ថ្នាំបង្ការជំងឺនេះខ្ញុំលេងម៉ាលីវិទ្យុអាស៊ីសេរីពីរាជធានីភ្នំពេញ ចាលោកនាងកញ្ញាទៅបានស្ដាប់សេចក្តីរាយការណ៍អំពីអាការៈឈឺក្បាលមួយចំនួនសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍អំពីប្រភេទនិងអាការៈឈឺក្បាលមួយចំនួនទៀតនៅសប្ដាហ៍ក្រោយ